ចំណាយប្រតិបត្តិការកម្ពស់ត្រឹមប៉ុណ្ណេះហើយចំណាយទូទៅកម្ពស់ប៉ុណ្ណេះហើយចំណេញប៉ុណ្ណេះករណីនេះករណីចំណេញប្រសិនបើវាខាតវាត្រូវធ្លាក់មកក្រោមបន្ទាត់នេះវិញវាធ្លាក់មកជួរក្រោមបន្ទាត់នេះវិញនឹងក្រោមនេះហើយឆាតហ្នឹងវារុញឡើងទៅលើដើម្បីឲ្យគ្នាវានៅម្ដុំទៅនេះដូចឲ្យមកថាបន្ទាត់នេះវាត្រូវឡើងមកនេះចឹងទៅដើម្បីឲ្យមួយនេះវាធ្លាក់មកថាខាតនៅនេះណាបាទអញ្ចឹងវាអូតូម៉ាទិកអញ្ចឹងណាបាទចំណែកព័ត៌មានបន្តទៀតនៅផ្នែកកន្លែងកំណត់នេះគឺប៊ូតុងទាំង4នេះយើងអាចចុចបានមានន័យថាការកំណត់ភាគរយប្រាក់ភាគលាភ dividend ប្រសិនបើយើងមិនចង់ចុះតាមទីនាអនុប្រវត្តិទេយើងអាចកំណត់ឲ្យ system នេះប្រកបខ្លួនឯងបានកាត់ខ្លួនឯងបានតាមរយៈការកំណត់ភាគរយបាទដូចគ្នានឹងប្រាក់លើកទឹកចិត្តក្នុងសហបាលនិងសមាជិកផងដែរដូចគ្នាអញ្ចឹងដល់ពេលយើងចង់ឲ្យវាដើរខ្លួនវាយើងអាចប្រើនេះបាទបើមិនអញ្ចឹងទេយើងអាចមិនបាច់ប្រើដាក់វា00ចោលយើងប្រើតាមទិនានុវត្តទៅ journal entry ទៅនេះគឺជាប៊ូតុងមួយដែលយើងបង្ហាញអំពីតារាងគណនីបញ្ជីគណនីបញ្ជីគណនីមាននៅក្នុងនេះទាំងអស់ហើយនេះជាការបរិច្ឆេទបើសិនជាយើងនៅក្នុងគណនានុវត្តនេះយើងវាយនៅក្នុងខែណាឆ្នាំណាអានេះវាបង្ហាញនៅនឹងអានេះយើងអាចជ្រើសរើសបាន